ស្នាដៃនិងលទ្ធផលលេចធ្លោក្នុង3ខែដំបូងដើមឆ្នាំ2025របស់សាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងត្រីមាសទី1ឆ្នាំ2025ពលគឺចាប់ពីខែមករារហូតដល់ខែមីនាកន្លងទៅសាលាជាតិរដ្ឋបាលមូលដ្ឋានហៅកាត់ថា NASLA បានខិតខំអនុវត្តទូនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើនទាំងការងារអភិវឌ្ឍសមត្ថភាពការងារស្រាវជ្រាវអំពីអភិបាលកិច្ចមូលដ្ឋាននិងការងារគ្រប់គ្រងនិងអភិវឌ្ឍអង្គភាពក្នុងនោះក៏បូករួមទាំងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិក៏ដូចជាការធ្វើបដិវត្តកម្មDigital សាលាជាតិរដ្ឋបាលមូលដ្ឋានបើតាមឯកឧត្តមសូមនីរក្សានាយកសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃស្នាដៃនិងលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងត្រីមាសទី1នេះសាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន6វគ្គដែលមានសិក្ខាកាមចូលរួមសរុបចំនួន218រូបស្ត្រីមាន67រូបពាក់ព័ន្ធនឹងប្រធានបទនានាដូចជាការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋការគ្រប់គ្រងផ្អែកលើលទ្ធផលការងារតាក់តែងអត្ថបទការរៀបចំរបាយការណ៍ការរៀបចំសន្ទរកថាបទអន្តរាគមន៍និងជំនួយស្មារតីនិងការងារពិធីការជាដើមឯកឧត្តមនាយកបន្ថែមទៀតថាក្រៅពីការចុះស្រាវជ្រាវនិងរៀបចំឯកសារនានាសាលាជាតិរដ្ឋបាលមូលដ្ឋានក៏បានសហការរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងភាពធន់នៅសហគមន៍នេសាទជ្រលងខេត្តព្រះសីហនុដែលជាវេទិកាដ៏មានសារៈសំខាន់មួយផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេសសមាជិកសហគមន៍និងអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ក៏ដូចជាការចូលរួមរិះរកនៅគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាពនិងភាពធន់ចំពោះការសាងសង់អគារសិក្សានិងអគារអន្តេវាសិកដ្ឋានរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានវិញឯកឧត្តមសូមនីរក្សាបង្ហើបឲ្យដឹងថាការងារនេះសម្រេចបានវឌ្ឍនភាពប្រមាណជា 86% ហើយដោយបច្ចុប្បន្នបាននឹងកំពុងរៀបចំបញ្ចប់ប្រព័ន្ធលូបង្ហូរទឹកប្រព័ន្ធមេកានិកនិងប្រព័ន្ធអគ្គិសនីព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតសាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយក្រសួងប្រៃសណីនិងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតក្នុងត្រីមាសដដែលសាលាជាតិរដ្ឋបាលមូលដ្ឋានក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន5វគ្គដែលមានសិក្ខាកាមចូលរួមសរុបចំនួន161នាក់ស្ត្រីមាន55នាក់ក្នុងនោះសាលាបានចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្នុងប្រទេសចំនួន2វគ្គដោយរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ីធនាគារពិភពលោកនៅកម្ពុជានិងក្រសួងផែនការព្រមទាំងការចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្រៅប្រទេសចំនួន2វគ្គនៅប្រជាណាចក្រថៃនិងប្រទេសនូវេសឡង់ក្រៅពីនេះសាលាជាតិរដ្ឋបាលមូលដ្ឋានបាននឹងកំពុងរៀបចំនិងកែសម្រួលកម្មវិធីសិក្សានិងឯកសារបណ្ដុះបណ្ដាលរៀបចំសៀវភៅគោលនិងសៀវភៅណែនាំស្រាវជ្រាវអំពីអភិបាលកិច្ចនិងការអភិវឌ្ឍមូលដ្ឋានរៀបចំលិខិតបទដ្ឋានគតិយុត្តនិងឯកសារគោលនយោបាយទន្ទឹមនឹងនេះសាលាបាននឹងកំពុងរៀបចំការងារចុះអនុសារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយបច្ចុប្បន្នសាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយដៃគូសរុបចំនួន14ក្នុងនោះមានក្រសួងចំនួន1ស្ថាប័នបណ្ដុះបណ្ដាលចំនួន8ក្នុងប្រទេសចំនួន7និងក្រៅប្រទេសចំនួន1និងអង្គការសង្គមស៊ីវិលចំនួន5សូមបញ្ជាក់ថាសាលាជាតិរដ្ឋបាលមូលដ្ឋានមានតួនាទីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិសិស្សនិស្សិតនិងអ្នកពាក់ព័ន្ធដទៃទៀតសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចការអភិវឌ្ឍមូលដ្ឋានការលើកកម្ពស់ស្វ័យភាពមូលដ្ឋាននិងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន4រួមមាន1នាយកដ្ឋានកិច្ចការទូត2នាយកដ្ឋានបណ្ដុះបណ្ដាល3នាយកដ្ឋានផែនការនិងកិច្ចសហប្រតិបត្តិការ4នាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សាយ